ចិត្តសាសនាព្រះមហាក្សត្រព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្រកម្ពុជាខេត្តពោធិ៍សាត់ថ្ងៃទី25ខែ12ឆ្នាំ2025ខ្ញុំបាទឈ្មោះធូសុផលអាយុ50ភេទប្រុសរស់នៅឃុំសំរោងស្រុកភ្នំក្រវាញភូមិព្រែក1ត្រង់គីឡូ33សូមគោរពចូលទល់លោក Volker Thur ដែលជាប្រធានអង្គការសហប្រជាជាតិលើពិភពលោកផ្នែកអង្គការសិទ្ធិមនុស្សបាទសូមប្តឹងអំពីពួកចោលសៀមបាទដែលបានពង្រីកអរិយភាពធ្វើឲ្យប៉ះពាល់រងទុក្ខលំបាកដែលទៅលើកម្ពុជាកម្មវត្ថុការរងទុក្ខលំបាករបស់ពលរដ្ឋកម្ពុជាមាន7ចំណុចទី1មនុស្សពោះធំរងទុក្ខលំបាកដោយគ្រាប់បែកទី2កុមារស្លាប់ដោយសារគ្រាប់បែកគ្រាប់រំសេវនិងកំភ្លើងផ្លោងរបស់អ្នកឈ្លានពានចៅសៀមទី3ចាស់ជរាគ្មានជំរក់ជ្រក់គ្មានថ្នាំពេទ្យលេបអាហារហូបចុកមិនគ្រប់គ្រាន់និងគ្មានបង្គន់អនាម័យនៅកន្លែងភេសជ្ជៈទី4ផ្ទះសម្បែងបាក់បែកដោយសារការគ្របផ្លោងរបស់ចៅសៀមធ្វើឲ្យមានការឈឺចាប់ដល់ពលរដ្ឋខ្មែរជាខ្លាំងទី5ពលរដ្ឋត្រូវកើតការភ័យព្រួយទូទាំងប្រទេសតែម្ដងដោយសារសង្គ្រាមឈ្លានពានពីពួកចៅសៀមទី6បាត់បង់ទ្រព្យសម្បត្តិដោយសារគ្រាប់បែកគ្រាប់វិស័យឆេះហើយវាចូលកោះលួចប្លន់យករបស់ពលរដ្ឋខ្មែរដែលភៀសឹកទី7យុវវ័យមានការជិះចាប់និងចង់ចូលបម្រើក្នុងជួរកងទ័ពរបស់កម្ពុជាយ៉ាងលើសលប់ហើយកម្ពុជាកំពុងតែខ្វះខាតមានលុយឯណាមានហិរញ្ញវត្ថុណានឹងបើកឲ្យអញ្ចឹងដោយសារការជិះចាប់និងការឈ្លានពានរបស់ចៅសៀមអញ្ចឹងលោក Volker Thur ដែលជាប្រធានអង្គការសហប្រជាជាតិសូមលោកមេត្តាទទួលនៅពាក្យបណ្ដឹងរបស់ខ្ញុំបាទធូសុផលដែលជាពលរដ្ឋរស់នៅស្រុកភ្នំក្រវាញនេះឯងឃុំសំរោងភូមិព្រែក1ត្រង់ចំណុចគីឡូ33អាជីពជាជាងប៉ះកង់ឡានកង់ម៉ូតូពឹកពុករស់ស៊ីខ្វះព្រឹកខ្វះងាយបាទបើសិនជាគួរមិនគួរសូមលោកមេត្តាកុំប្រកែកប្រកាន់នៅពាក្យលិខិតស្នើសុំនឹងពាក្យបណ្ដឹងនេះសូមលោកទទួលដាក់អនុគ្រោះព្រោះយើងល្ងិតល្ងងជាមនុស្សមិនរៀនបានចូលចិត្ត